ជំរាបសួរបងប្អូនហើយថ្ងៃនេះផងដែរខ្ញុំមកបង្ហាញជាមួយនឹងឈុតអង្គមធ្វើយេនទើបនឹងតឡើងរួចអញ្ចឹងបងប្អូនហើយសម្រាប់បងប្អូនដែលគាត់មានតម្រូវការគាត់អាចកំងខ្ញុំបានព្រោះមាននៅក្នុង stock ស្រាប់អញ្ចឹងណាបងប្អូនហើយចំពោះអង្គមធ្វើយេនមួយឈុតធំនឹងដែរសម្រាប់បងប្អូនដែលគាត់អត់មានឧបករណ៍សង្កត់គាត់ចង់យកទៅប្រើបញ្ចេញបញ្ចូលអីគាត់អាចធ្វើក្នុងគាត់បានអញ្ចឹងណាបងប្អូនឬក៏គាត់មានឧបករណ៍សង្កត់គាត់ចង់យកទៅសង្កត់ចេញសង្កត់ចូលក៏បានដែរបងប្អូនអញ្ចឹងមួយឈុតហ្នឹងប្រើមកស្រួលអញ្ចឹងណាហើយមួយឈុតហ្នឹងមានដូចជាអង្គមវៃបដាងយានចេញចំពោះអង្គមវៃបដាងយានចេញនេះដែរសម្រាប់បងប្អូនដែលគាត់យកទៅប្រើគឺអាហ្នឹងយើងអាចវៃលកាមចេញបានដែរអញ្ចឹងបងប្អូនហ្នឹងយើងអាចប្រើបានពីរមុខងារវៃលកាមចេញហើយជាមួយនឹងវៃបដាងយានចេញអញ្ចឹងមានភ្ញៀវខ្លះគាត់យកពីខ្ញុំទៅគាត់អត់វៃលកាមចេញអញ្ចឹងណាបងប្អូនគាត់យកទៅវៃបដាងនឹងលកាមចេញតែពេលតែមួយអញ្ចឹងណាដល់ពេលយើងវៃអញ្ចឹងវាតឹងអញ្ចឹងណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់វៃបដាងស្រួលបងប្អូនវៃលកាមចេញសិនបានយើងវៃបដាងទៅវាធូរអញ្ចឹងណាតែបើសិនជាវៃទាំងពីរហ្នឹងអត់ស្រួលទេបងប្អូនប្រើអត់ស្រួលទេអញ្ចឹងយើងវៃលកាមរួចចាំយើងវៃបដាងយានចេញហើយជាមួយនឹងកុំវៃអយានចេញហើយដល់ពេលយើងបញ្ចូលយេនវិញគឺយើងប្រើជាមួយនឹងកុំគៀបបញ្ចូលយេនចំពោះកុំគៀបបញ្ចូលយេននេះយើងប្រើគៀបកង់ត្រេលឿនជាងយើងវៃបញ្ចូលធម្មតាអញ្ចឹងហើយនេះទីបសម្រាប់បញ្ចូលបដាងយេនហើយជាមួយនឹងកុំសង់ត្រេយេនចំពោះកុំសង់ត្រេយេនគឺមានបញ្ចូលសង់ត្រេអញ្ចឹងបងប្អូនគាត់ថាអត់បានដាក់តែឡើងអត់រួចអញ្ចឹងថតតែមួយឈុតនឹងសិនហើយសម្រាប់បងប្អូនដែលគាត់ចង់បានជាមួយនឹងសង់ត្រេនីឡាកាក៏បានឬក៏គាត់កំងជាមួយនឹងសង់ត្រេធម្មតាក៏បានហ្នឹងតាមតម្រូវការបងប្អូនកំងអញ្ចឹងណាហើយមួយឈុតហ្នឹងគឺបងប្អូនយកទៅប្រើមកស្រួលអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានតម្រូវការជាផ្នែកណាមួយក៏គាត់អាចកំងបានដូចគ្នាអញ្ចឹងចាប់អារម្មណ៍បងប្អូនអាចកំងខ្ញុំបានខ្ញុំដាក់ផ្ញើជូន25ខែក្រុងអញ្ចឹងបងប្អូនអាចទាក់ទងខ្ញុំបានអាចឆាតចូលពេចខ្ញុំផ្ទាល់ឬក៏បងប្អូនអាចទាក់ទងខ្ញុំបានតាមលេខ Telegram អរគុណ